តើព្រះអង្គយាងទៅណាខ្ញុំនឹងទៅជួបព្រះអង្គនៅច្រកទ្វារព្រះបរមរាជវាំងព្រះអង្គវាមិនចាំបាច់ទេវាកំពុងធ្វើដំណើរមករកខ្ញុំតើព្រះអង្គដឹងទេថាហេតុអ្វីបានជាជំនាញដាវរបស់ខ្ញុំអន់ដៃស្ដាំរបស់ព្រះអង្គមិនមែនដោយសារតែកែងដៃស្ដាំរបស់ព្រះអង្គទេវាដោយសារតែខ្ញុំមិនបានស្ដាប់ដោយប្រុងប្រយ័ត្ននៅពេលដែលម្ចាស់របស់ខ្ញុំបង្រៀនខ្ញុំគិតថាប្រសិនបើជំនាញដាវរបស់ខ្ញុំល្អជាងនេះព្រះបកានឹងមានហេតុផលកាន់តែច្រើនដើម្បីបញ្ជូនខ្ញុំទៅសម្ព័ន្ធភាពអាពាហ៍ពិពាហ៍ដោយនិយាយថាព្រះនាងដែលមានជំនាញទាំងអក្សរសាស្ត្រនិងសិល្បៈក្បាច់គុណនិងស័ក្តិសមធ្វើជាមហាក្សត្រីដូច្នេះខ្ញុំបានរៀនដោយចិត្តនាងឲ្យកាន់តែអាក្រក់បន្តិចព្រះអង្គត្រូវបានគេធ្វើខុសជាយូរមកហើយប៉ុន្តែវាមិនមែនដោយសារតែខ្ញុំឆ្លាតនោះទេសូមឲ្យខ្ញុំមើលវាគ្មានអ្វីទេគ្រាន់តែជាស្នាមរបួសបន្តិចបន្តួចប៉ុណ្ណោះព្រះអង្គគង់ចាស់ពិតជាមិនអីទេព្រះអង្គតែងតែយកកន្សែងដៃជាជំនួយវាឈឺណាស់សូមអត់ទោសឲ្យខ្ញុំព្រះអង្គព្រួយបារម្ភអំពីខ្ញុំព្រះអង្គគង់ចាស់វាជាកាតព្វកិច្ចរបស់ខ្ញុំជាប្រជារាស្ត្រមិនមែនកាតព្វកិច្ចរបស់ខ្ញុំទេព្រះអង្គព្រួយបារម្ភអំពីខ្ញុំចុះព្រះអង្គនៅតែព្រួយបារម្ភអំពីខ្ញុំសូមត្រឡប់ទៅវិញហើយឲ្យគ្រូពេទ្យអធិរាជពិនិត្យខ្ញុំដើម្បីជៀសវាងស្លាកស្នាមព្រះអង្គមិនអាចពិនិត្យខ្ញុំបានទេខ្ញុំមិនមែនជាគ្រូពេទ្យអធិរាជទេប៉ុន្តែខ្ញុំចង់ឲ្យព្រះអង្គជួបខ្ញុំព្រះអង្គគង់ចាស់បាត់ចាស់សោះព្រះអង្គដឹងថាខ្ញុំមានអារម្មណ៍ចំពោះព្រះអង្គប៉ុន្តែតើការដឹងមានប្រយោជន៍អ្វីប្រសិនបើអ្នកចង់បានអាពាហ៍ពិពាហ៍នយោបាយហើយខ្ញុំចង់រៀបការជាមួយព្រះអង្គគង់ចាស់រីករាយពិភពលោកនឹងមិនអនុញ្ញាតទេយើងទាំងពីរមិនអាចទទួលបានជោគជ័យទេដូច្នេះព្រះអង្គគង់ចាស់ឈប់រារាំងខ្ញុំអ្នកទើបតែនិយាយថាអ្នកមានអារម្មណ៍ចំពោះខ្ញុំអ្នកបាននិយាយរួចហើយខ្ញុំមិនបាននិយាយអ្វីផ្សេងទៀតទេខ្ញុំនឹងគ្រប់គ្រងកិច្ចការរបស់ពិភពលោកគ្រាន់តែប្រាប់ខ្ញុំប្រសិនបើអ្នកមានអារម្មណ៍ចំពោះខ្ញុំខ្ញុំមិនចង់សរសេរទេអ្នកសរសេរវាសម្រាប់ខ្ញុំទេអ្នកអាចសរសេរបានតែពាក់កណ្ដាលប៉ុណ្ណោះសម្រាប់ខ្ញុំមិនគ្រប់គ្រាន់ទេសរសេរការចាប់ផ្ដើមសម្រាប់ខ្ញុំព្រះអង្គគង់ចាស់សរសេរវាដោយខ្លួនឯងស្ត្រីដ៏រៀបទៀបម្នាក់នេះនៅទីនេះជាមួយអ្នកតកដង្ហើមធំព្រះអង្គគង់ចាស់អ្នកនៅតែនិយាយថាមហឹមទេមិនបានចេញទៅក្រៅទេមិនបានអ្នកខ្លាចខ្ញុំនឹងផ្ដាសាយប្រសិនបើខ្ញុំងុយគេងការសិក្សាតិចនៅរដូវស្លឹកឈើជ្រុះព្រះអង្គគង់ចាស់ខ្សោយគ្រាន់តែនិយាយថាអ្នកព្រួយបារម្ភអំពីខ្ញុំព្រះអង្គគង់ចាស់បន្តធ្វើកិច្ចការផ្ទះរបស់អ្នកនេះហើយវ៉ៃនីងតើអ្នកខ្លាចអ្វីតើព្រះអង្គគង់ចាស់មានបន្ទូលអ្វីរាល់ពេលដែលអ្នកចូលទៅជិតបន្តិចអ្នកថយក្រោយដោយនិយាយថាពិភពលោកនឹងមិនអនុញ្ញាតទេថាគ្មានផ្លូវទៅមុខទេដោយនិយាយពាក្យទាំងនេះគោលការណ៍ហេតុផលខ្ញុំចង់ដឹងថាអ្នកខ្លាចអ្វីខ្ញុំខ្លាចថាអ្នកនឹងរងទុក្ខមិនមែនដូច្នោះទេអ្នកខ្លាចថាការចូលចិត្តខ្ញុំគឺខុសសូនអ្នកត្រូវបានគេប្រាប់តាំងពីកុមារភាពថាស្ត្រីគួរនឹងមិនគួរប្រព្រឹត្តបែបនេះទេអ្នកចូលចិត្តក្មេងស្រីហើយអ្នកគិតថាវាខុសដូច្នេះអ្នកត្រូវតែមានសុជីវធម៌និងទុកចិត្តខ្លួនឯងអ្នកត្រូវតែបង្ក្រាបខ្លួនឯងហើយបង្កើតខ្លួនឯងទៅជារូបរាងដែលត្រូវបានអនុញ្ញាតដោយច្បាប់ដានវៃនីងប្រាប់ខ្ញុំតើមានអារម្មណ៍យ៉ាងណាដែលចូលចិត្តខ្ញុំតើវាជាអារម្មណ៍ខុសមែនទេអ្នកមិនខុសទេខ្ញុំបាននិយាយថាខ្ញុំនឹងដោះស្រាយកិច្ចការរបស់ពិភពលោក